ទោះបីជាថ្ងៃអាក្រក់យ៉ាងណាក៏ដោយក៏វាមានពេលវេលាបញ្ចប់របស់វាដែរហើយពេលវេលាល្អបំផុតនៅក្នុងជីវិតគឺវានឹងចាប់ផ្ដើមឡើងវិញអញ្ចឹងកន្លែងនេះឲ្យតែយើងមានស្មារតីតស៊ូប្រឹងប្រែងឆន្ទៈរបស់យើងមុខមុតចិត្តរបស់យើងបដោតព្យាយាមអត់ធ្មត់មិនបោះបង់យើងគង់តែសម្រេចបាននៅគោលដៅរបស់យើងនៅថ្ងៃណាមួយមិនខានយើងរក្សាអញ្ចឹងបងប្អូនរក្សាផ្នត់គំនិតជាវិជ្ជមានអញ្ចឹងអាហ្នឹងគឺខ្ញុំផ្ដល់ក្តីសង្ឃឹមឲ្យខ្លួនឯងហើយកុំពេលខ្លះយើងគិតថារឿងអាក្រក់វាអាក្រក់ធម្មតាខ្ញុំក៏មិនចង់ជួបដែររឿងអាក្រក់នោះប៉ុន្តែសួរតែយើងគិតបានអត់យើងអាចគិតបានទេមែនទេបងប្អូនឯកភាពចឹងអត់បាទបើឯកភាពបងប្អូនអាចទៅសេពាក្យថាយល់ស្របហើយបន្ទាប់ពីយើងឯកភាពបន្ទាប់ពីយើងយល់ស្របហើយយើងរស់នៅរបៀបម៉េចចឹងអាហ្នឹងរបៀបបងប្អូនរបៀបនៃការដែលយើងផ្ដល់ក្តីសង្ឃឹមមកខ្លួនឯងហើយខ្ញុំក៏ផ្ដល់ក្តីសង្ឃឹមមកខ្លួនឯងចឹងដែរបាទជាក់ស្ដែងមនុស្សយើងពេលណាដែលយើងស្ថិតនៅក្នុងស្ថានភាពដែលស្រួលយើងល្អមែនទេបាទកូនខ្លះឪពុកម្ដាយផ្ដល់ភាពងាយស្រួលឲ្យគ្រប់យ៉ាងវាជារឿងល្អហើយក៏ប៉ុន្តែកាក់វាមានមុខពីរកាក់វាមានមុខពីរកាលណាដែលយើងមើលមកខាងវាបាត់មកខាងអញ្ចឹងកូនខ្លះមកជួបជាមួយខ្ញុំហើយគាត់ជាកូនអ្នកមានហើយឪពុកម្ដាយគាត់ផ្ដល់ឲ្យទាំងអស់តាំងពីការហូបចុកការស្នាក់នៅការចាយវាលុយកាក់មធ្យោបាយធ្វើដំណើរទៅរៀនអីហើយអត់មានខ្វល់ឲ្យរឿងរកការងារធ្វើរលុយរកកាក់អីទេគឺថាឪពុកម្ដាយគាត់ផ្ដល់ឲ្យគ្រប់យ៉ាងអញ្ចឹងកូនហ្នឹងគាត់មកទៅជែកជាមួយខ្ញុំថាហើយរៀបរាប់ប្រាប់ខ្ញុំអញ្ចឹងខ្ញុំថាអូនឯងគឺមានជីវិតដែលមានសំណាងបាទព្រោះស្អីឪពុកម្ដាយផ្គត់ផ្គង់ឲ្យទាំងអស់ជីវិតអូនឯងគឺមានភាពងាយស្រួល you have all good days បាទខ្ញុំថាអ្នកឯងមានថ្ងៃល្អជារៀងរហូតហើយខ្ញុំទៅសើគាត់ក្រោយពីខ្ញុំឮគាត់និយាយបងប្អូនដឹងគាត់និយាយថាម៉េចទេសាកទាយជាមួយគាត់និយាយថាម៉េចទេកូនអ្នកមានធូរធារស្ថានភាពគាត់ល្អគាត់ថាលោកគ្រូខ្ញុំមើលឃើញចេះនៅពេលដែលខ្ញុំកើតនៅក្នុងត្រកូលអ្នកធូរធារឪពុកម្ដាយខ្ញុំផ្គត់ផ្គង់ឲ្យគ្រប់បែបយ៉ាងខ្ញុំពិតជាបានរស់នៅក្នុងភាពងាយស្រួលមែនប៉ុន្តែជីវិតខ្ញុំកំពុងតែបាត់បង់ខ្ញុំថាអូបាត់បង់ស្អីគេគាត់ថាលោកគ្រូជីវិតដូចពួកខ្ញុំនេះណាគឺអត់មានបានទទួលបទពិសោធន៍នៃភាពអត់ធ្មត់ហើយឆ្លងកាត់បទពិសោធន៍លំបាកហើយសេចក្តីអំណត់អត់ធ្មត់តស៊ូព្យាយាមខ្ញុំមានបានឆ្លងកាត់បទពិសោធន៍ហ្នឹងណាបើស្អីស្រួលទាំងអស់ត្រូវបានផ្ដល់ឲ្យទាំងអស់សម្បីតែខ្ញុំចង់បានអីក៏ប៉ាម៉ាក់ខ្ញុំអត់មានឲ្យខ្ញុំរងចាំដែរកន្លែងនេះខ្ញុំស្ដាប់ហើយខ្ញុំទៅសើក្មេងហ្នឹងបងប្អូនយល់ថាអញ្ចឹងអត់បាទទៅសើក៏ទៅសើទៅមិនទៅសើក៏អត់អីដែរព្រោះមានការយល់ឃើញខុស